មកពីណាគេចង់ថតកាមេរ៉ាពីក្រោយហើយយើងពិបាកក្នុងការថតព្រោះថតទៅយើងអត់ដឹងថាខ្លួនយើងមិនវីដេអូចេញមកមិនអីចឹងណាចាខ្ញុំប្រាប់ពីវិធី2ហ្នឹងហើយអ្នកនរគ្នាអញ្ចឹងសម្រាប់វិធីរបស់ខ្ញុំទី1ហ្នឹងនេះយើងមើលនេះអាចការគៀមរបស់យើងហ្នឹងយើងមើលឲ្យចំកាមេរ៉ាពីនេះតាមធម្មតា iPhone ឬក៏ទូរស័ព្ទផ្សេងៗគឺវាមានកញ្ចក់ឡើងកាមេរ៉ាហ្នឹងហើយអញ្ចឹងយើងមើលកន្លែងកញ្ចក់វាហ្នឹងណាធ្វើម៉េចឲ្យកាមេរ៉ារបស់យើងហ្នឹងជាមួយនឹងចការរបស់យើងហ្នឹងឃើញនៅជាមួយគ្នាទៅវាឃើញហើយមើលឧទាហរណ៍ខ្ញុំឧទាហរណ៍មើលអូខេអញ្ចឹងពេលយើងថតមកពេលយើងពង្វល់មកអញ្ចឹងគឺភ្នែកអ្នកចការរបស់យើងហ្នឹងធ្វើម៉េចឲ្យសម្លឹងalert របស់យើងពីត្រង់ហ្នឹងណាអញ្ចឹងមកគឺវីដេអូយើងលក្ខណៈថាខ្លួនយើងវាអាចនឹងនៅចំកាមេរ៉ាល្អហ្មងបើសិនជាយើងអត់ដឹងតិចក្នុងការថតទេគឺយើងអត់ដឹងលក្ខណៈថាយើងថតទៅទាំងអត់មានជំនឿទុកចិត្តថាអញថតត្រូវនៅឬអញត្រូវនៅអីចឹងអញ្ចឹងមួយអានេះទី1អូខេឥឡូវយើងចូលមកដល់ទី2ម្ដងគឺនេះយើងនេះអ្នកនរគ្នាអាច screenshot ហើយរកទិញពី Taobao ទៅអានេះខ្ញុំទិញមួយខ្ញុំភ្លេចបាននេះប៉ុន្តែអត់ដល់100ទេអត់ដល់100ទេតាមខ្ញុំចាំតែថោកដែរទេហ្នឹងពេលនេះខ្ញុំទិញ2ដល់ថ្លៃដឹកមកទៀតបែរជាអត់ដល់អស់3ហ៎បែរជាអត់ដល់ប៉ុណ្្នឹងទេនេះបន្តមកទៀតយើងចាប់នេះយើងចាប់យើងដាក់ឲ្យចំពាក់កណ្ដាលទូរស័ព្ទយើងហ្នឹងមកនេះយើងចាប់ចឹងណានេះយើងចាប់ចឹងមកហើយពេលដែលយើងថតគឺយើងមើលខ្លួនយើងនៅក្នុងអាហ្នឹងហ្មងអញ្ចឹងអាហ្នឹងវាស្រួលជាងឲ្យយើងមើលក្នុងកាមេរ៉ាហ្នឹងឥឡូវខ្ញុំមើលឧទាហរណ៍ខ្ញុំដាក់ថតឲ្យប៉ុន្តែអាហ្នឹងខ្ញុំអត់ប្រាប់ពីរបៀប quality អីណាដោយសារតែយើងយកបាន quality ឲ្យយើងដាក់ភ្លើងដាក់អីទៀតចឹងឥឡូវឧទាហរណ៍ខ្ញុំដាក់ថតចឹងខ្ញុំចុចថតអូខេនេះខ្ញុំចាប់ដើមមើលខ្លួនខ្ញុំក្នុងកាមេរ៉ាហ្នឹងខ្ញុំឃើញខ្ញុំចាប់ដើមមើលគឺឃើញយល់ទៅយើងដូចមើលឃើញយើងនៅក្នុង screen ទូរស័ព្ទចឹងប៉ុន្តែគ្រាន់តែយើងអត់អាចសេរីវីដេអូ setting កាមេរ៉ាអីបានចឹងយើងគ្រាន់តែមកធ្វើមើលខ្លួនយើងបានចឹងប៉ុន្តែមុនពេលយើងដាក់ថតយើងសេរី setting វាអីឲ្យមកហ្នឹងយើងចង់លើកតាណាក៏បាននេះក៏បានដែរព្រោះយើងមើលឃើញខ្លួនយើងហើយ